អ្នកទាំងអស់គ្នានេះគឺជាសកម្មភាពខ្លះៗនៃការប្រើប្រាស់ motor boom ទលីនៅពេលបើកនិងនៅពេលបិទ motor boom ទលីសូមទស្សនាវីដេអូពេញនិងព័ត៌មានលម្អិតរបស់ហាងយើងខ្ញុំបាទយើងចូលទៅមើលព័ត៌មានរបស់ទាំងអស់គ្នាមកសួស្តីអតិថិជនទាំងអស់គ្នាជួបគ្នាទៀតហើយនេះយើងមកបង្ហាញជូនអ្នកទាំងអស់គ្នានៅ motor boom ទលីខ្នាតតូចបែបចល័តទៅតាមការដ្ឋានសំណង់គឺចាំបាច់មែនទែនសម្រាប់ model នេះមិនថាការដ្ឋានសំណង់ឯងសូម្បីតែជាងឈើជាងអីក៏ត្រូវការដែរព្រោះវាល្អមែនទែនសម្រាប់អ្នកដែលចង់បានកន្លែងការងារកុំឲ្យហុយបងប្អូនអញ្ចឹងយើងមកលម្អិតពីរូបរាងវាទាំងអស់គ្នាបាទនេះជារូបរាងវាបងប្អូនហើយនេះជាថង់របស់វាគឺវែងមែនទែនបងប្អូនតែអាចដាក់ទលីបានច្រើនណានេះថង់របស់វាគឺវែងមែនទែនបាទហើយសម្រាប់មកចូលមើល spec របស់វាវិញនេះបងប្អូនជា spec របស់វាបាទនេះបាទហើយទយោរបស់វានេះមានប្រវែង3ម៉ែត្របងប្អូន3ម៉ែត្រណាហើយក្បាលតរបស់វាគឺក្បាលបើរបស់វាកំពុងរបស់វាទយោគឺប្រភេទបែបនេះអញ្ចឹងបងប្អូនសួរថាវាអាចតបានជាមួយនឹងឧបករណ៍អីខ្លះបាទគឺតបានជាមួយឧបករណ៍គ្រប់ប្រភេទដែលមានទំហំប៉ុណ្ណឹងហើយមានប្រដាប់ចេញវាប៉ុណ្ណឹងខ្ញុំឧទាហរណ៍ឲ្យមួយណាបងប្អូនចាំមើលបាទនេះគឺឧទាហរណ៍ដូចជា motor ឆាបនេះខ្ញុំបានមកពាក់ជាមួយនឹងកម្រោបូមទលីបែបនេះអញ្ចឹងសម្រាប់motor ឆាបដែរពេលយើងខាត់យើងប៉ូលីវីតុងអីទៅវាអត់ហុយទេបងប្អូនដោយសារយើងប្រើជាមួយ motor បូមទលីនេះណាឥឡូវខ្ញុំឧទាហរណ៍ឲ្យបងប្អូនមើលថាយើងដាក់មិនអញ្ចឹងយើងយកកម្រោបនេះមកដាក់ពាក់អញ្ចឹងមកហើយយើងមូលនេះបែបនេះហើយយើងយកមកដោតចូលជាមួយនឹង motor នេះមកបាទគឺមានភាពងាយស្រួលក្នុងការតមែនទែនបងប្អូនឃើញទេតែប៉ុណ្ណេះយើងប្រើទៅគឺអត់ហុយទេណាបងប្អូនបាទហើយមិនត្រឹមតែប៉ុណ្្នឹងទេចាំមើលខ្ញុំដាក់ឲ្យបងប្អូនមើលអាចភ្ជាប់ជាមួយនឹង motor កាត់បេតុង motor ឈូសទឹកថ្នាំចាស់ motor កាត់កែង motor កាត់ចាំកប់ខ្សែភ្លើងនិង motor ផ្សេងទៀតឲ្យតែមានបំពង់បញ្ចេញពីខាងក្រោមវាបងប្អូននិយាយទៅឲ្យតែមានកន្លែងបញ្ចេញអញ្ចឹងបងប្អូនអាចភ្ជាប់ជាមួយនឹង motor នេះបានទាំងអស់អញ្ចឹងមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលទស្សនាតាម YouTube គឺជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងហើយទស្សនាតាមpage ខ្ញុំជួយចុច like page យើងខ្ញុំម្នាក់មួយផងយើងខ្ញុំនឹងធ្វើវីដេអូថ្មីសម្រាប់បងប្អូន